នៅក្នុងសង្ឃធម៌ទី3របស់មេដាបៃតាដែលលោកតែងតែផ្សាយទៅកាន់បុត្រីបុត្រាផ្សាយទៅកាន់កូនប្រុសកូនស្រីរបស់គាត់ជារៀងរាល់ថ្ងៃគឺលោកឲ្យឈ្មោះថាសិបបាំងសិក្ខាបេនតិសិបបាំងសិក្ខាបេនតិនេះគឺលោកតែងតែលះបង់សពគ្រប់បែបយ៉ាងទាំងអស់ទោះជាជីវភាពមិនល្អមិនធូរធារមិនសម្បូរក៏មេដាបៃតាគ្រប់រូបតែងតែចំណាយសពគ្រប់ទាំងអស់ដើម្បីឲ្យកូនបានសិក្សារៀនសូត្រសិបបាំងសិក្ខាបេនតិគឺឲ្យកូនសិក្សារៀនសូត្រយកនៅចំណេះវិជ្ជាព្រោះធម្មតាដែលលោកពោលថាវិជ្ជាជាទ្រព្យប្រើបានគ្រប់សពរាល់ពេលវេលាអ្នកមានទ្រព្យស្រាប់តែខ្វះវិជ្ជាមិត្តភក្តិរាល់គ្នាគេច្រើនមើលងាយដូច្នេះវិជ្ជាគឺជាទ្រព្យដ៏ធំបំផុតដែលជាប់ទៅតាមខ្លួនរបស់មនុស្សយើងគ្រប់រូបមេដាបៃតាគ្រប់រូបគឺមិនដែលឲ្យកូនល្ងង់មិនចង់ឲ្យកូនល្ងង់មិនចង់ឲ្យកូនស្ថិតនៅក្នុងអវិជ្ជាគឺតែងតែចង់ឲ្យកូននោះឯងមានចំណេះចេះដឹងគិតឲ្យដឹងថាខុសឬក៏ត្រូវតាក់ទងទៅនឹងការសិក្សារៀនសូត្រនេះគឺតាក់ទងទៅនឹងបញ្ញាហ្នឹងហើយបញ្ញារបស់លោកពុទ្ធរៈផ្សេងបញ្ញារបស់លោកកយៈនឹងផ្សេងបញ្ញារបស់ពុទ្ធជនយើងគឺហៅថាលោកកយៈហ្នឹងហើយលោកកយៈបញ្ញាគឺតាក់ទងទៅនឹងការសិក្សារៀនសូត្រខាងផ្លូវធម៌ក៏តាក់ទងទៅនឹងបរិយត្តិធម៌ខាងផ្លូវលោកក៏តាក់ទងទៅនឹងមុខវិជ្ជាផ្សេងដែលមានគណិតវិទ្យាគីមីវិទ្យាមានរូបវិទ្យាមានភាសាខ្មែរមានពលរដ្ឋផ្សេងវិជ្ជាជាច្រើនដែលខាងក្រសួងអប់រំលោកតែងតែដាក់ទៅតាមបណ្ដាសាលាទូទាំងប្រជាជាតិកម្ពុជាដើម្បីបានសិស្សានុសិស្សសិក្សារៀនសូត្រនោះដូច្នោះហើយគឺមេដាបៃតាគឺតែងតែទោះជាក្រលំបាកតក់យ៉ាយ៉ាងណាក៏ដោយគឺមិនដែលហាមខិតកូនមិនឲ្យទៅរៀនទេតែងតែបង្ខំកូននឹងឲ្យទៅរៀនត្រង់កន្លែងនេះឯងដែលឲ្យឈ្មោះថាកូនមេដាបៃតាហ្នឹងគឺជាគ្រូដើមរបស់កូនដែរព្រោះធម្មតាបន្ទាប់អំពីជំរុញឲ្យកូនទៅសិក្សារៀនសូត្រខាងក្រៅហើយគឺមេដាបៃតាហ្នឹងតែងតែបង្ហាត់បង្រៀនសពគ្រប់បែបយ៉ាងអស់ទៅហើយហ្នឹងហើយការនិយាយស្ដីដឹងខុសដឹងត្រូវអីហ្នឹងគឺបង្ហាត់បង្រៀនមួយចំនួនធំរួចទៅហើយបានឲ្យឈ្មោះថាជាពពពាចារគឺជាអាចារ្យដើមជាគ្រូដើមសម្រាប់កូនណាទើបមកបានកាត់ជំរុញកូនហ្នឹងគឺឲ្យទៅសិក្សារៀនសូត្រនៅខាងក្រៅជាមួយនឹងគ្រូផ្សេងនៅសាលាណាមួយហ្នឹងគឺឲ្យឈ្មោះថាជាគ្រូដើមបានន័យថាចំណេះវិជ្ជាដែលបានមកគឺបានមកអំពីមេដានិងបៃតាបើយើងនិយាយចំពោះវិជ្ជារបស់លោកកុត្តរៈវិញគឺតាក់ទងទៅនឹងបញ្ញាធម្មតាបញ្ញានឹងឯងដែលនាំឲ្យចាក់ធ្លុះនៅក្នុងអរិយសច្ចៈទាំងឡាយ4ដែលមានមគ្គសច្ចៈមានទុក្ខសច្ចៈសមុទយសច្ចៈហើយនិងនិរោធសច្ចៈដូចសច្ចៈទាំងឡាយ4ប្រការហ្នឹងគឺដើម្បីឲ្យមាននៅសម្មាទិដ្ឋិកើតឡើងគឺការយល់ត្រូវគឺត្រូវតែអាស្រ័យទៅដោយបញ្ញាគឺជាបញ្ញារបស់ជំហានទី1គឺបញ្ញាផ្នែកលោកយៈបញ្ញាជំហានទី2ដល់បញ្ញាគឺលោកកុត្តរៈបញ្ញាបន្ទាប់ពីការយល់នៅក្នុងវិជ្ជាផ្លូវលោកទាំងឡាយទាំងពួងហើយបានយើងស្វែងយល់នៅក្នុងហៅថាលោកកុត្តរៈបញ្ញាគឺសមាធិដ្ឋិកើតឡើងនៅក្នុងការគិតឃើញត្រូវនៅក្នុងការយល់ត្រូវនិងយល់ត្រូវបានយើងអាចប្រព្រឹត្តទៅនៅអ្វីៗដែលត្រូវជាច្រើនដែលមានតាំងពីសមាសង្កប្បោការងារក៏ត្រូវសមាវាចាការនិយាយក៏ត្រូវសមាសតិហើយការរលឹករបស់យើងក៏ត្រូវហ្នឹងហើយស
មាជីវោការចិញ្ចឹមជីវិតហ្នឹងហើយព្រោះនៅក្នុងសង្គមការចិញ្ចឹមជីវិតរបស់ហ្នឹងហើយផ្សេងក៏ត្រូវហើយសមាធិការតម្កល់ចិត្តការអប់រំចិត្តការសមាធិចិត្តក៏ត្រូវដើម្បីឲ្យបានត្រូវទាំងអស់នោះគឺវាតកតងទៅនឹងបញ្ញាទាំងអស់បញ្ញាគឺកាលណាបើយើងមិនបានសិក្សារៀនសូត្រទេគឺធ្វើឲ្យมันអាចយល់បានត្រូវទេជាទៅនឹងបញ្ញានោះបានជាមេដាបៃតាគ្រប់រូបនៅក្នុងសង្ឃគួរទី3របស់គាត់ហ្នឹងគាត់តែងសង្គ្រោះកូនគឺចង់ឲ្យកូនហ្នឹងគឺផុតអំពីអវិជ្ជាគឺតែងតែជំរុញកូនឲ្យទៅសាលារៀនឲ្យសិក្សារៀនសូត្រជាមួយនឹងគ្រូល្បីមានគេឈ្មោះមានចំណេះចេះដឹងត្រឹមត្រូវគឺកូននឹងបានយល់ឃើញអ្វីដែលត្រូវហើយល្អបំផុតគឺអ្វីដែលត្រូវនឹងគឺជាបំណងដ៏ល្អរបស់ព្រះមេដានិងព្រះបិតាដែលតែងតែផ្សាយទៅលើកូនទូទៅទាំងអស់នៅក្នុងសង្ឃទូទី3របស់គាត់